Ba mà ngay muốn tâm tình vậy tại tôi chỉ muốn nâng game bài Metrovania muối. Thôi giờ muốn nâng quy trừ game Hollow Knight. Hollow បាទ Knight đỡ, Hollow Knight xuyên xong cho tao ăn vậy ấy. Còn tại vì tao ní khi nhôm ăn vậy tại tôi chỉ muốn Hollow Knight xuyên xong này. Nhưng thư can vậy bài game bài Metrovania đi kia. Đại với bài lên và hai chỉ muốn Hollow Knight đây. Hai game muốn nâng cứ game Nine Souls. Nhưng chưa ta game Nine Souls cứ mà man chỉ game muối đã tha. Mình đầu tư từ score này nhưng cái thang game nó xây là bởi đo cùng là Hollow Knight đi. Còn tại nhưng khuyên kia lên giảm nó từ bộ á. À vậy thôi nhưng chào bạn từ bộ cứ nhưng mơ TikTok. Khuyên kia lên giảm nó vàng mê ở cho bà. Giờ men mơ hai lần giờ hôm mót thấy thời nhưng trong lên thằng đến giảm nó cứ chơi mót lôi mót á. Chân đấy mơ còn nhưng sừng ra chết thứ cán đòn đột giảm nừng. Hai men bên nhưng lên giảm nó cứ nhưng ọt khỏi cho tế. Giảm nó cứ với sờ bái, bô bênh tới đôi làm boss. Là mơ khăn đến. ហើយជាមួយនឹងគំនូរជីវចលនៅក្នុងពិភពហ្នឹងគឺខ្ញុំគិតថាស្រឡាញ់ខ្លាំងមែនទែនអញ្ចឹងធ្វើការចាប់ផ្ដើមដំបូងគេបង្អស់គឺខ្ញុំនិយាយតាក់ទងជាមួយនឹងពិភព Nine Souls ហ្នឹងខ្ញុំបង Nine Souls គឺជាពិភពមួយដូចខ្សែបផាំងលាយគ្នាជាមួយនឹងសំណង់ចិនបុរាណអញ្ចឹងគឺយើងមើលចេញមកកន្លែងខ្លះវាមានលក្ខណៈទំនើបបច្ចេកវិទ្យាប៉ុន្តែវានៅរក្សានៅសំណង់បុរាណណាយើងចេញមកគឺប្លែកមែនតើខ្ញុំគិតថាពិភពគួរឲ្យចាប់អារម្មណ៍ ឈុតឆាកខ្លះពេលយើងដើរកាត់ទៅមានអារម្មណ៍ថាដូចនៅក្នុង anime ហ្មងឈុតឆាកវាយបើវាក៏ដូចគ្នាដែរនិយាយមែនបាននិយាយទៅបានវាយមេនៅក្នុងនឹងដូចបានមើល anime action មួយ episode ពេញអញ្ចឹងគឺមហាសែនល្អមើលគឺមហាសែននិយាយទៅគឺមហាសែនចំហមាត់ហ្មងបើប្រៀបធៀបកន្លែងហ្នឹងជាមួយនឹង Hollow Knight គាត់ថាកន្លែងហ្នឹងគឺយកដាច់ហ្មងតែដល់មួយកន្លែងវាយមេគំនូរជីវចលគាត់ថាគេធ្វើស្អាតខ្លាំងមែនតើអាហ្នឹងគឺជាចំណុចមួយចង់ផ្ដោតខ្លាំង ដោយសារវាល្អជាងគេយកហ្មងអាហ្នឹងហើយទី2គឺដាក់តងជាមួយនឹងការលេងពេលលេងគឺសំខាន់ជាងគេគឺអឺ mechanic ដែលសំខាន់ជាងគេគឺ parry ក្នុងហ្នឹងគឺវាដើរតួសំខាន់មួយមិនមែនដូច game Hollow Knight ដែលវាមាន parry ដែរប៉ុន្តែក្នុង game នោះវាមិនផ្ដោតសំខាន់ទៅលើ parry ទេតែ game នេះបើសិនជាអត់មាន parry គឺវាយឈ្នះមេទេគឺមេមួយបើសិនជាមាន parry គឺស្រួលលេងហ្មងតែវាអាស្រ័យទៅលើអ្នកលេងដែរ បើអ្នកលេងខ្លះគាត់អត់សូវ parry លេងអត់ parry អញ្ចឹងទៅគឺពិបាកលេងតិចហើយក្នុងក៏វាមាន mechanic មួយថាបើសិនជាយើង parry ហើយគឺមានអីណាសផាវផ្ទុះឯណាចេញមកគួរចាប់អារម្មណ៍មែនតើមកនិយាយមែនណាអាហ្នឹងគឺតាក់ទងជាមួយ mechanic នៅក្នុង game មួយហ្នឹងហើយនិយាយទៅដល់មេគឺខ្ញុំគិតថាមេមួយគឺគួរឲ្យចាប់អារម្មណ៍មេមិនចេះតែវាយហើយនេះណាហើយមេគឺវាសិតតែមាននៅសាច់រឿងរបស់វាមួយបន្ថែមទៀត ដែលមេមួយទាំងអស់វាសិតតែមានយើពេលខ្ញុំនិយាយ spoiler ហ្មងនៅក្នុងវីដេអូគឺខ្ញុំនឹងធ្វើការនិយាយ hack game នឹងទាំងមូលយកហ្មងអញ្ចឹងបើសិនជាអ្នកនរគ្នាគិតថាយើងគិតថាចង់ដឹងសាច់រឿងនឹងចង់លេងខ្លួនឯងចង់ experience ខ្លួនឯងចុចចេញពីវីដេអូសិនទៅចាំលេងហើយចាំមកមើលវិញអញ្ចឹងនៅក្នុង game មួយហ្នឹងគឺយើងមានតួចិត្តអាក្រក់ទាំងអស់គឺវាជា console ជាក្រុមប្រឹក្សាមួយដែលតួអង្គឯងយើងដែលជាឆ្មាហ្នឹងត្រូវគេត្រូវគេក្បត់ betray ចង់ក្រោយចង់ធ្វើការសងសឹកទៅលើក្រុមប្រឹក្សាទាំង9ហ្នឹងដើម្បីយកដើម្បីផ្លាស់ប្ដូរទៅលើពិភព The New Kundun នៃណាហ្នឹងតែខ្ញុំគិតថាវាជាសាច់រឿងមួយសាមញ្ញប៉ុន្តែពេលយើងវាយមេមួយនឹងហើយមេមួយវាប្រហែលសាច់រឿងរបស់វាហ្មងថាមិនបានវាអញ្ចឹងអីចឹងទៅចឹងគាត់ថាវាគួរឲ្យចាប់អារម្មណ៍ជាពិសេសមេមួយវាមិនចេញមក copy paste ណាមេជាមួយមាន design ខុសគ្នាប្លែកពីគ្នាទាំងអស់ហើយរបៀបដែលទូមេទាំងអស់នឹងវាយគឺខុសគ្នាទាំងអស់មានណាគេដូចគ្នាទេយីមែនហើយមេដែលខ្ញុំគិតថាបាក់វាយគេគឺមេបាក់បញ្ចប់ដែលជាមេចេញមកគឺអស្ចារ្យមែនតើហ្មងយីមែនខ្ញុំលេងហ្គេមឃើញមេមកដូច anime fight ចឹងយីមែនដែរវាយមកនឹងសប្បាយលេងមែនតើណាហើយហ្នឹងគឺជាចំណុចលេចធ្លោមួយរបស់ Nine Soul មួយផងដែរហើយបើតាក់ទងជាមួយនឹងចំណុចខ្សោយខ្ញុំគិតថានៅក្នុងហ្នឹងអញនិយាយថាទីមួយរបៀបតួអង្គបានថាមពលនៅក្នុងហ្គេមហ្នឹងគឺតួអង្គហ្នឹងគឺអាចពេលខ្លះឆ្លងទៅពិភពមួយទៀតដូចពិភពដូចដឹងពិភពអីដែរដូចហ្គេម Jutsu or something អាណូវាឆ្លងទៅកាន់ពិភពហ្នឹងហើយបានតួអង្គបានថាមពលថ្មីហើយពេលខ្លះវាកាត់ឡើងវា random មែនទែនវាមិនចេះតែមិនដំណើរសាច់រឿងទៅមុខហើយបានថាមពលហ្នឹងណាតួអង្គគឺឆ្លងទៅកាន់ពិភពហ្នឹងដែលវាមិនជាបញ្ហាតែគ្រាន់ខ្ញុំគិតថាបើសិនជាតួអង្គនឹងបានថាមពលរៀនថាមពលថ្មីតាមរយៈដំណើររបស់តួអង្គនឹងវិញគ្រាន់តែជាងស្រុកសិច teleport ទៅដល់កន្លែងហ្នឹងបានថាមពលថ្មីឡើងវា
random មែនទែនគឺគាត់ថាគ្រាន់បាយជាងបើសិនអញ្ចឹងហើយអាហ្នឹងគឺតាក់ទងមួយ temple ហើយចំណុចមួយទៀតដូចខ្ញុំនិយាយលើកមុនអញ្ចឹង game Hollow Knight គឺជា game មួយដែលវាមានតំបន់ធំទូលាយគឺតំបន់របស់វាយើងអាចដើរពេញនឹងបានយកហ្មងហើយតែនៅក្នុង game នេះខ្ញុំគិតថាគេអត់សូវផ្ដោតទៅលើចំណុចហ្នឹងខ្លាំងនេះខ្ញុំគិតថា game មួយនេះបើសិនជាយើងដើរទៅដល់កន្លែងណាហើយ quest របស់យើងជាប់នៅកន្លែងហ្នឹងគឺយើងអាចចេញទេហើយតែកន្លែងហ្នឹងខ្ញុំចូលចិត្តត្រង់មួយថាបើសិនជាយើងអត់ធ្វើអា quest ហ្នឹងទេវាអាចចាក់ឥទ្ធិពលមកសាច់រឿងយើងខ្ញុំចូលចិត្តកន្លែងហ្នឹងប៉ុន្តែវាអត់សូវមានសេរីភាពនៅក្នុងការដើរ explore បានច្រើនដូច Hollow Knight ទេហើយពិភពវាមួយយើងមើលមកវាស្តៀងគ្នាទេវាមានបច្ចេកវិទ្យាវាមាននៅសំណង់ចាស់បោះចេញមកដូចបោះចិននេះចឹងទៅវាចេញមកវាស្តៀងគ្នាចង់គ្រប់កន្លែងហីដែលមើលទៅវាក៏យើងមើលយូរទៅអាចថាវាធុញដែរបើសារវាដដែលអញ្ចឹងប៉ុន្តែកន្លែងមួយដែលខ្ញុំចូលចិត្តតំបន់មួយដែលខ្ញុំចូលចិត្តនៅក្នុង game មួយហ្នឹងគឺមិនមែនជាកន្លែងបច្ចេកវិទ្យានៅគឺនៅក្នុង game ហ្នឹងគឺយើងមានកន្លែងមួយដែលឆ្លងទៅកាន់ពិភពដូចសឹកបិនរបស់យើងអញ្ចឹងនិយាយមែនកន្លែងគឺលយមែនតើហ្មងពិភពកន្លែងហ្នឹងគឺមហាសាលលុយឆ្នៃប្រឌិតទៀតសុំសួរអ្នកបង្កើត game ហ្នឹងគឺគេធ្វើកន្លែងហ្នឹងបាននឹងល្អហ្មងខ្ញុំនិយាយមែនណាហើយក្រៅពីតាក់ទងជាមួយនឹងវាយមេតាក់ទងជាមួយនឹងដាវវាយប៉ាចរចាយដើរ explore ពេញកន្លែងហ្នឹងក្នុងហ្នឹងក៏វាមាននៅ puzzle ហើយប៉ុន្តែ puzzle ហ្នឹងយើងគិតថាខ្ញុំគិតថាស្រួលទេ puzzle ហ្នឹងអាចថាវាមាន2 3 puzzle ឲ្យយើងលេងដើម្បីយក hub ដើម្បីទៅឆ្លងទៅកន្លែងមួយទៀតអីចឹងវាជារបស់មួយដែលថាថ្មីមួយដែរសម្រាប់នៅក្នុង game មួយហ្នឹងអត់ធ្វើហើយខ្ញុំគិតថាសរុបមក game Nine Souls គឺជា game មួយដែលសប្បាយលេងខ្លាំងហើយជាពិសេសបើសិនយើងចង់ experience ទៅលើអត់ធ្វើ fight scene ចង់ experience ទៅលើការវាយមេដូចនៅក្នុង anime ចេញមកគំនូជីវចលដើរទៅដល់កន្លែងណាចេញមកគឺមហាខ្សែស្រស់ស្អាតលេង game Nine Souls ទៅ Nine Souls ហ្នឹងគឺវាស្តៀងជាមួយនឹង Hollow Knight ដែរប៉ុន្តែវាមានចំណុចមួយចំនួនដែលខ្ញុំចូលចិត្តពី Hollow Knight ជាងចំណុចមួយចំនួនដែលខ្ញុំចូលចិត្តពី Nine Souls នឹងជាងហើយបើសួរខ្ញុំចូលចិត្តមួយណាជាងគឺខ្ញុំចូលចិត្តទាំងពីរវាម្យ៉ាងម្នាក់តែពីរហ្នឹងវាសិតតែមាននៅចំណុចល្អរៀងៗខ្លួនរបស់វានៅក្នុងនេះខ្ញុំចូលចិត្តតាក់ទងមួយមេតាក់ទងជាមួយនឹងរបៀប puzzle របស់វាអញ្ចឹងទៅនៅ Hollow Knight ចូលចិត្តពិភពវាអញ្ចឹងទៅអញ្ចឹងវាខុសគ្នាយល់ទេអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងហើយចាំជួបគ្នានៅវីដេអូក្រោយស៊ីយ៉ា